សួស្តីពុកម៉ែបងប្អូនថ្ងៃហ្នឹងគឺខ្ញុំមករំលឹកអតីតកាលការលេង Minecraft ដំបូងចឹងចូលដំបូងយើងកាប់ឈើតោះមកយើងកាប់ថ្មហើយយើង craft fondant ដុតដែកហើយទៅមកគោលដៅយើងគឺដើររកអ្នកភូមិចឹងទៅទាំងអស់គ្នាហើយខ្ញុំដើរជួបនឹង portal ហើយខ្ញុំបានបើក chest ផ្សងសំណាងគឺដូចអាចខ្ញុំថា Robil Spider វាយក្រោយខ្ញុំខ្ញុំនៅទៅមុខទៀតកន្លែងនេះមិត្តខ្ញុំហៅឲ្យខ្ញុំជួយសារតែអស់ឈាមហើយកូនសំពីហើយខ្ញុំដើររកគាត់អត់ឃើញទេតែគាត់ហៅពីឆ្ងាយមកទៅអូជួយគាត់នៅសោះទូកុំទូដែរហើយយើងយកអីមកដុតមកដើម្បីចិញ្ចឹមកាពះខ្ញុំបានរស់នឹកគុំនឹកឃើញមួយក៏វាយគាត់លាក់តែម្ដងយើងវាយគាត់ដើម្បីយកសាច់ស៊ីពេលនឹងខ្ញុំអាណិតគាត់ពេលក៏ចោះជួយវាយមិនត្រូវទៀតហើយទៅមកយើងយកខ្ញុំយកអីមកយើងជួប Mr. ខ្មៅβρយហើយយើងកន្លែងនេះគឺមិត្តខ្ញុំធ្វើស៊ីខ្លាំងទេណាអាចឆ្កែដើរពីឆ្ងាយទៅទៀតយ៉ាឥឡូវយើងដល់ពេលយើងដើរទៅទៀតទេពេលហ្នឹងគឺយើងឈប់ដុតយកសាច់ season តែខ្ញុំលួចសាច់គាត់ធ្វើគាត់ស្វាយដាក់ខ្វល់ធ្វើលួចសាច់ទៀតទៅមកគឺយើងដើរទៅរកភូមិបន្តទៀតយើងកាប់សាច់កាប់អីតាមផ្លូវហើយក៏ខ្ញុំបានឃើញភូក៏មកយើងលួចទៀតហើយភូនេះរៀងតូចមែនក៏តែយ៉ាងណាក៏មានអ្នកចឹងជាដំបូងគឺយើងវាយ Iron Golem កន្លែងនេះគឺខ្ញុំធ្វើស៊ីគាត់ហើយខ្ញុំវាយ Iron Golem ម្ដងគាត់ធ្វើស៊ីខ្ញុំម្ដងអើយអាចឆ្កែទៅអើយ
ហើយដើម្បីសាមគ្គីភាពហ្នឹងគឺគាត់ចូលមកជួយវាយខ្ញុំដែរវ៉ាឥឡូវខ្ញុំមករកធ្វើកន្លែងផ្ទះនៅយើងរកភូមិអីយើងរកកន្លែងនៅក្រេដេកមកហើយយើងដេកយើងធ្វើផ្ទះហើយយើងពីដើមឈើគុំវិញនឹងមកតបមកយើងធ្វើផ្ទះឆ្ងាយអត់តបមកខ្ញុំបន្តធ្វើផ្ទះទៀតហើយបានពាក់កណ្ដាលហ្នឹងគឺខ្វះឈើខ្ញុំទៅកាប់ឈើទៀតនេះគឺជាមុខផ្ទះរបស់ពួកយើងហើយយើងដេកមកខ្ញុំវាលផ្ទះទៀតហើយខ្ញុំសើជើយយាយហើយភ្លេចអើកវយអាពេលខនឹងទៀតសាំចូលមកអញ្ចឹងនេះគឺជាផ្ទះរបស់យើងដែលខំវាលនៅតុបតែងក្នុងទៀតចាំឯគឺយើងធ្វើ farm ម្ដងបាយអ្នកទាំងអស់គ្នា